សួស្តីបងប្អូនទាំងអស់ក្នុងបណ្ដាញសង្គមជាទីរាប់អានបាទថ្ងៃនេះយកអង្គវត្ថុស័ក្តិសិទ្ធិមួយមុខយកមកថតបង្ហាញនៅបងប្អូនបាទនេះគឺជាប្រភេទនិកាសរបស់ក្របីចា៎បងប្អូនបាទកាសក្របីនេះគឺខ្ញុំបានពីប្រជាជនយើងដែលជាជនជាតិភាគតិចនៅឯស្ទឹងត្រែងពេលដែលគាត់ចូលព្រៃទៅគាត់ក៏ប្រទះឃើញក្បាលក្របីហ្នឹងវាមិនដឹងងាប់តាំងពីកាលចឹងទៅក៏គាត់យកមកមើលយកមកគូសទៅក៏ឃើញកាសក្របីហ្នឹងចឹងណាបងប្អូននេះកាសក្របីចឹងគេហៅថាកាសរបស់ក្របីឬក៏នាងពួនរបស់នាងពួនក្នុងក្បាលរបស់ក្របីអញ្ចឹងនិយាយពីជំនឿនៃកាសក្របីនេះគឺខ្ញុំបានធ្វើវីដេអូពីមុនម្ដងរួចហើយជំនឿនៃកាសក្របីនេះមនុស្សយើងជឿបុរាណខ្មែរយើងជឿលើសត្វក្របីនេះមិនថាធ្គាមមិនថាស្នែងទេបាទរហូតដល់កាសនេះអញ្ចឹងស្នែងក្របីបក់ធ្លុះសពថ្ងៃនេះគឺវាសុសសាយបងប្អូនយើងដូចថាបណ្ដាញសង្គមវាទលំទលាយអញ្ចឹងអ្នកដឹងក៏ច្រើនអ្នកគោរពបូជាជំនឿលើកាសក្របីក៏មានអ្នកជឿច្រើនអញ្ចឹងដូចស្នែងក្របីបក់ធ្លុះអញ្ចឹងបាទមិនថាឃ្លាចមិនថាខ្មៅទេឲ្យតែបក់ធ្លុះគឺមានអនុភាពរហូតដល់សាងទៅជាចម្លាក់នៃព្រះផ្សេងហ្នឹងបាញ់អត់ចេញអញ្ចឹងណាស្នែងក្របីបក់ធ្លុះបាទឲ្យតែធ្លុះពិតប្រកបធ្លុះពីធម្មជាតិអញ្ចឹងណាបងប្អូនហើយនេះគឺជាកាសរបស់ក្របីបាទកាសក្របីនេះវាក្រជាងស្នែងក្របីបក់ធ្លុះនេះរាប់សិបដងទៀតអញ្ចឹងណាបងប្អូនមិនចេះតែមានទេកាសក្របីនេះយើងថាតែស្នែងក្របីបក់ធ្លុះហ្នឹងយើងពិបាករកទៅហើយតម្រាំតែកាសនេះអញ្ចឹងជំនឿនៃកាសក្របីនេះវាតាក់ទងជារឿងមួយលោកតាក្រហមកបាទអញ្ចឹងជំនឿនៃកាសក្របីនេះគឺខ្ញុំបានធ្វើវីដេអូហើយខ្ញុំមិនធ្វើវីដេអូទៀតទេដោយសារយើងធ្វើម្ដងហើយកុំឲ្យវាសាំដដែលទៅបងប្អូនយើងស្ដាប់ទៅវាធុញអញ្ចឹងណាបងប្អូនបាទអញ្ចឹងគ្រាន់តែចង់បង្ហាញថានេះជាប្រភេទនៃកាសក្របីអញ្ចឹងបើសិនជាបងប្អូនបានជួបប្រទះបាទក្បាលក្របីបងប្អូនសង្កេតមើលខែលោមានកាសហ្នឹងបងប្អូនយកមកគ្រប់ទៅគឺមានអនុភាពបាទគេថាចម្រើនទាំងមុខរបររស់ស៊ីចម្រើនទាំងការងារបើន័យថាអ្នកដែលធ្វើការងារឡើងបុណ្យឡើងស័ក្តិអញ្ចឹងណាបងប្អូនហើយបើអ្នករស់ស៊ីចំនួនជួញដូរគេថាវាមានភាពរីចម្រើនទ្វេដងបាទអាចមួយចំណេញចាប់ពី1ស្មើ5ដង10ដង20ដងទៅនេះតាមជំនឿនៃកាសក្របីដែលគេចងក្រងនៅក្នុងគម្ពីរនោះបាទដែលមានលោកគ្រូជ័យភូមិនោះគាត់បកស្រាយរួចហើយអំពីអានុភាពនៃកាសក្របីនេះបាទសូមអរគុណសូមជម្រាបលា